បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរគឺខ្ញុំចង់មកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីធាតុសកម្មថ្នាំទាំង4ដែលយើងប្រើប្រាស់ដើម្បីកម្ចាត់ពពួកមមេថ្នោតនៅលើដំណាំស្រូវហើយនៅខាងចុងវីដេអូផងដែរខ្ញុំនឹងសរុបធាតុសកម្មថ្នាំទាំង4ប៉ុន្តែនៅតាមវីដេអូនេះគឺខ្ញុំនឹងបង្ហាញអំពីធាតុសកម្មថ្នាំនីមួយៗដែលកសិករគាត់និយមប្រើប្រាស់សម្រាប់កម្ចាត់នៅពពួកមមេថ្នោតនៅតាមតំបន់របស់គាត់នីមួយៗធាតុសកម្មថ្នាំទី1នេះគឺពួកនីតេពីរ៉ាមបូក1 Pemetrexin ធាតុសកម្មនេះដែរគឺជាធាតុសកម្មមួយដែលកសិករគាត់និយមប្រើប្រាស់មែនទែនដើម្បីបាញ់កម្ចាត់ពពួកមមេថ្នោតនៅលើដំណាំស្រូវជាដើមហើយធាតុសកម្មនេះគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចទៅទិញនៅតាមដេប៉ូលក់ជីលក់ថ្នាំដែលគាត់ចែកចាយនៅពពួកជីថ្នាំកសិកម្មផ្សេងបាទហើយធាតុសកម្មថ្នាំបន្ទាប់ទី2នេះគឺពពួក Dinote បូក1 Pemetrexin ដែរធាតុសកម្មនេះធាតុសកម្មថ្នាំនេះជាទូទៅគឺខ្ញុំតែងតែឃើញកសិករគឺគាត់ប្រើប្រាស់ជាញឹកញាប់មែនទែនដើម្បីបាញ់ពពួកមមេថ្នោតបាញ់ដើម្បីកម្ចាត់ពពួកមមេថ្នោតឬដើម្បីការពារពពួកមមេថ្នោតនៅលើដំណាំស្រូវជាពិសេសនៅពេលដែលស្រូវនៅដំណាក់កាលស្រូវផើមដំណាក់កាលស្រូវហាផ្កាឬក៏ពេលស្រូវកំពុងតែដាក់ទឹកដោះហ្នឹងគឺជាដំណាក់កាលមួយដែលរងការបំផ្លាញពីមមេថ្នោតអញ្ចឹងភាគច្រើនគឺខ្ញុំឃើញកសិករគឺគាត់និយមប្រើប្រាស់ហើយធាតុសកម្មថ្នាំទី3នេះគឺ Imidacloprid Imidacloprid គឺជាធាតុសកម្មមួយដែលកសិករគឺគាត់តែងតែយកទៅបាញ់ដើម្បីការពារពពួកមមេថ្នោតហើយនឹងការពារនៅពពួកសត្វល្អិតផ្សេងហើយធាតុសកម្មនេះក៏ជាទូទៅគឺកសិករគាត់ចូលចិត្តប្រើប្រាស់ដែរដោយសារទី1វាមានតម្លៃធូរថ្លៃហើយយើងបាញ់ទៅគឺយើងប្រើប្រាស់វាមានគុណភាពកុនបើដែរវាអាចនឹងចំណាយអស់តិចហើយសម្រាប់ធាតុសកម្មថ្នាំទី4នេះគឺពពួក Triflo នេះគឺជាសារធាតុមួយដែលពេញនិយមខ្លាំងហ្មងជាទូទៅគឺកសិករគាត់តែងតែប្រើប្រាស់នៅពួកសារធាតុនេះខ្លាំងដើម្បីបាញ់ទៅលើដំណាំស្រូវជាពិសេសហ្នឹងគឺនៅពេលដែលដំណាក់កាលស្រូវផើមហ្នឹងគឺគាត់បាញ់ដើម្បីកម្ចាត់ពពួកមមេថ្នោតហើយពីព្រោះអីនៅក្នុងដំណាក់កាលនេះគឺតែងតែមានវត្តមានពពួកមមេថ្នោតដើម្បីមកបំផ្លាញដំណាំរបស់ពុកម៉ែបងប្អូនហើយក៏ប៉ុន្តែសារធាតុនេះគឺវាមានតម្លៃថ្លៃយើងប្រើប្រាស់ទៅវាអាចចំណាយច្រើនជាងពពួកសារធាតុទាំង3ដែលខ្ញុំបានរៀបរាប់នៅខាងដើមវីដេអូហ្នឹងផងដែរប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ជាងសារធាតុទាំង3ហ្នឹងដែលខ្ញុំបានរៀបរាប់ហ្នឹងបាទហើយនេះផងដែរគឺជាសារធាតុថ្នាំទាំង4ហ្នឹងគឺធាតុសកម្មថ្នាំទាំង4ហ្នឹងដែលយើងប្រើប្រាស់ដើម្បីកម្ចាត់ពពួកមេថ្នោតទី1គឺ Nitepiram បូក1 Pemetrexin ទី2គឺ Dinote បូក1 Pemetrexin ហើយទី3ហ្នឹងគឺ Imidacloprid ហើយទី4ហ្នឹងគឺ Triflo ហើយពុកម៉ែបងប្អូនទាំងអស់គ្នាក៏អាចទៅទិញសារធាតុឬក៏ធាតុសកម្មថ្នាំទាំងអស់នេះនៅតាមដេប៉ូចែកចាយជីហើយនឹងថ្នាំកសិកម្មនៅតាមតំបន់របស់ពុកម៉ែបងប្អូននីមួយៗ